រៀបសួរអ្នកទាំងអស់គ្នាក៏ដូចជាសួស្តីទៅកាន់អ្នកទស្សនាផងដែរថ្ងៃនេះវិលត្រឡប់មកកាន់ខ្ញុំសខងហើយមានអ្វីដែលប្លែកទៅកាន់បងប្អូនទាំងអស់គ្នាទៀតហើយដោយសារតែមិនប្លែកដោយសារអីទេអ្នកនរគ្នាប្លែកដោយសារតែ travel មួយនេះគឺយើងទៅគ្នា4នាក់ប៉ុន្តែអ្វីដែលប្លែកនោះគឺខ្ញុំមកពី4ខេត្តផ្សេងគ្នាដូចជាខេត្តកំពង់ធំខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងខេត្តតាកែវណាអ្នកនរគ្នាឃើញថាប្លែកមែនតើសម្រាប់ខ្ញុំណាប៉ុន្តែពួកយើងអាចដែលស្គាល់គ្នាពីមុនមកទេគឺយើងទៅនេះបងខ្ញុំទៅជាមួយនឹងបងម្នាក់ដែលគាត់ស្គាល់គ្នាអញ្ចឹងទៅក៏គាត់បានណាត់គ្នាតែសម្រាប់ខ្ញុំគឺអត់ស្គាល់ទេប៉ុន្តែពេលយើងទៅហ្នឹងហាក់បីដូចជា friendly មែនតើណាអ្នកនរគ្នាស្គាល់គ្នាយល់រួមទៅគឺយើងទៅ happy ជាមួយនឹង travel មួយនឹងតែម្ដងណាហើយនេះគឺជាទស្សនវិជ្ជាខ្លះនៅកន្លែងបឹងកាឡូឬមួយក៏គេហៅថាស្លឹកចាក់ហ្នឹងណានៅខាងក្រោមនេះក៏មានក្តាមវាខាងក្រោមហ្នឹងហើយនិយាយពីទេសភាពយើងដើរកាត់តាមដើមស្លឹកចាក់ហ្នឹងគេហៅដើមចាក់អ្នកនរគ្នាកន្លែងហ្នឹងណាឃើញថាស្អាតមែនតើហើយមានបឹងមានអីយើងអាចស្ទូចត្រីឬមួយក៏ជិះទូកលេងបានណាប៉ុន្តែខ្ញុំអត់បានជិះទេអ្នកនរគ្នាដោយសារតែធ្វើដំណើរឆ្ងាយបានតែមួយហត់ផងអីផងតែគ្រាន់តែមកដល់ហ្នឹងមានអ្វីដែលចាប់មុនគេហ្នឹងគឺចាប់ផ្ដើមយើងទៅផ្សារសិនអ្នកនរគ្នាយើងទៅផ្សារហ្នឹងគឺយើងទៅទិញម្ហូបដូចជាសាច់បកកមើលគៀសាច់អីហ្នឹងប៉ុន្តែវាមានតម្លៃធូរមែនតើអ្នកនរគ្នានៅទីរំខេតនឹងផ្សារកំពតកន្លែងតរ៉េនហ្នឹងអ្នកនរវាថោកមែនតើសម្រាប់គ្រឿងសមុទ្រអីណា1គីឡូគឺមានតម្លៃទាបទេហើយនេះគឺជាទស្សនវិជ្ជាខ្លះនៅខាងក្រោយរមណីយដ្ឋានស្លឹកចាក់បឹងគីឡូហ្នឹងណាឃើញមានស្អាតមែនតើនៅពេលដែលថ្ងៃលិចណាហើយនេះគឺជាសកម្មភាពបងដែលគាត់រៀបចំសម្ភារៈអាំងសាច់រៀបចំយល់ទៅយើងរៀបចំមកកន្លែងយើងឈិលនៅពេលល្ងាចប៉ុន្តែនេះគឺគ្រាន់តែការចាប់ផ្ដើមរបស់ពួកយើងទេហើយនៅពេលដែលខ្ញុំមកនេះគឺខ្ញុំមកមុនគេអត់តន់សើមានមនុស្សទេអញ្ចឹងណាមានមនុស្សតិចមែនតែប៉ុន្តែជុំបន្តិចប្រហែលជាមានមួយក្រុមពីរក្រុមអីមកទៀតហើយនេះគឺជាខ្ញុំជិះទូកលេងហើយបងនេះគាត់ខ្លាចដោយសារតែលោកទឹកមកពីរឿងធំដោយសារគឺជាអាម៉ូតូទឹកនោះលោកគាត់ភ័យដែរតែខ្ញុំភ័យដែរដោយសារតែខ្ញុំមានទូរស័ព្ទហ្នឹងហើយអាទូកជ័រហ្នឹងវាអត់រឹងមាំទេអ្នកនរគ្នាវារៀងឃ្លីងខ្លងអញ្ចឹងណាហើយខ្ញុំជាអ្នកអ៊ំមើលថ្ងៃលិចខាងក្រោយរមណីយដ្ឋានស្លឹកចាក់បឹងគីឡូហ្នឹងណាគេថាទេសភាពអ្នកនរគ្នាខ្ញុំឲ្យអ៊ុយតែម្ដងស្អាតមិនគេថាស្អាតអ្នកនរគ្នាខ្ញុំមើលហើយគឺខ្ញុំមានអារម្មណ៍ថាចង់ទៅហើយទៅទៀតបើសិនជាផ្ទះខ្ញុំនៅជិតណាខ្ញុំទៅអង្គុយលេងមើលថ្ងៃលិចនៅកន្លែងហ្នឹងព្រោះអីវាស្អាតវាមានភ្នំហើយវាមានទឹកដល់ពេលអាកន្លែងមកទឹកហ្នឹងគេមានតុកមានអីសម្រាប់ឲ្យយើងអង្គុយហូបអីនៅពេលល្ងាចណាអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូវា fresh មួយមែនតើសម្រាប់ខ្ញុំណាវាជាលើកដំបូងសម្រាប់ខ្ញុំដែរដែលខ្ញុំទៅកន្លែងហ្នឹងជាលើកទី1ប៉ុន្តែវីដេអូនេះខ្ញុំទៅយូរហើយអ្នកនរគ្នាខ្ញុំទៅតាំងពីដូចជាខែ10ប៉ុន្តែខ្ញុំអត់បានផុសអ្នកនរគ្នាអញ្ចឹងខ្ញុំទៅនឹកឃើញថ្ងៃហ្នឹងទៅយកមកផុសចែកជូនអ្នកនរគ្នាទស្សនាណាហើយមួយវិញទៀតនេះគឺជាសកម្មភាពខ្ញុំធ្វើដំណើរចេញពីខេត្តកំពតឆ្ពោះទៅខេត្តកែបដោយសារតែនៅកំពតហ្នឹងគឺអត់មានសមុទ្រមើលទេអញ្ចឹងតោះតែខ្ញុំមកខេត្តកែបបានមានសមុទ្រទស្សនាអញ្ចឹងណាប៉ុន្តែជាក់ស្ដែងទៅខ្ញុំមើលខ្ញុំមកតាំងពីយប់ដោយសារតែបងទៀតយើងស្វឹងរៀងខ្លួនដែរអ្នកគ្នាម៉ោងឡើង12យប់ហើយយើងចេញពីរមណីយដ្ឋានស្លឹកចាក់ហ្នឹងតាំងពីម៉ោង12យប់យើងឆ្ពោះមកកាន់ខេត្តកែបមកគេងនៅខេត្តកែបទាំងយប់នេះគឺជាសកម្មភាពនៅឆ្នេរអង្កោលអ្នកនរគ្នាខ្ញុំក្រោកពីព្រលឹមដើម្បីមកថតទេសភាពស្អាតនៅនឹងឆ្នេរអង្កោលណាប៉ុន្តែនេះមេឃនៅពេលហ្នឹងវាចាប់ផ្ដើមរៀងភ្លៀងដែរលឹមស្រេចណាហើយខ្ញុំគិតថារកកន្លែងជ្រោកដើម្បីចៃដន្យអីកន្លែងហ្នឹងគឺមានហាងកាហ្វេមួយនៅមាត់សមុទ្រហ្នឹងណាធ្វើខ្ញុំពីអ្នកបងហ្នឹងក៏បានទៅអង្គុយគេងលើរឹងលេងយល់ហើយស្ដាប់អាស្នូសមុទ្ររលកហើយនឹងសំឡេងទឹកភ្លៀងលាយឡំគ្នាដូចជាចង្វាក់ភ្លេងមួយណាធ្វើឲ្យខ្ញុំលក់ទៅមួយសើដែរប៉ុន្តែក៏រៀងល្ងាដែរដោយសារតែយើងរៀងសទឹកខ្លះបែរណាមួយខ្យល់ក៏វារៀងត្រជាក់ដែរអញ្ចឹងណាហើយកាលពីខ្ញុំទៅពីអ្នកបងហ្នឹងគឺហើយនេះគឺជាផែកន្លែងហ្នឹងណាអ្នកនរគ្នាគឺជាផែនៅសមុទ្រហើយនេះគឺជាក្តាមសមុទ្រណាខ្ញុំធ្លាប់ទៅឃើញគេផុសដែរកន្លែងហ្នឹងកាលនេះខ្ញុំទៅលើកទី1ទៅមើលប៉ុន្តែដោយសារតែខែនេះសមុទ្រវាទឹកអត់សូវល្អប្រហែលទេអ្នកនរគ្នាគឺរៀងល្អបន្តិចប៉ុន្តែក៏មានអារម្មណ៍មួយថា fresh ខ្លាំងដែរយើងទៅស្ដាប់សំណូsnow ទឹករលកលាន់ប្រាវហើយអង្គុយផឹកកាហ្វេឈៀលអញ្ចឹងណាហើយយើងមើលតាមដងផ្លូវគេថាអ្នកនរគ្នាអើយស្អាតមែនតើតោះចឹងខ្ញុំអស់អីនិយាយអ្នកនរគ្នាឥឡូវយើងមកទស្សនាសកម្មភាពតាមដងផ្លូវនេះគឺជាដងផ្លូវទៅកាន់ឆ្នេរអង្កោលអ្នកនរគ្នាអូខេបាយកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផង